ខ្ញុំអត់ផ្ដាច់ទេព្រោះខ្ញុំចង់បានសរសៃនំបញ្ចុកហ្នឹងវែងអញ្ចឹងខ្ញុំអត់ផ្ដាច់ទេបងប្អូនស្រឡាញ់ប្រវែងណាបងប្អូនធ្វើប្រវែងហ្នឹងទៅនេះគឺជាសមិទ្ធផលនាងខ្ញុំធ្វើហើយពុកម៉ែបងប្អូនឃើញទេនេះនំបែបនេះណាគាត់ថានាងខ្ញុំអត់មានជំនាញក្នុងការចាប់សរសៃចាប់ច្រវាយទេហើយថ្ងៃនេះខ្ញុំប្រើនេះម៉ាស៊ីននេះណាហើយបងប្អូនមុននឹងធ្វើនាងបងប្អូនជួយ share ជួយចែករំលែកឲ្យដឹងពីក្បួនធ្វើនំបញ្ចុករបស់ខ្ញុំដូចគ្នាណាបែបបុរាណតោះឥឡូវយើងចាប់ផ្ដើមធ្វើទាំងអស់គ្នាទៅពុកម៉ែបងប្អូនជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាពុកម៉ែបងប្អូនទាំងអស់គ្នាទាញមើលនាងខ្ញុំធ្វើសរសៃលោតស្វិតឬក៏ធ្វើអីចានាងខ្ញុំមកធ្វើនំបញ្ចុកណាក្នុងវីដេអូនេះនាងខ្ញុំបង្ហាញលម្អិតតែម្ដងប៉ុន្តែនាងខ្ញុំសូមធ្វើបែបក្បួនបុរាណណាដោយសារនាងខ្ញុំមិនមែនជាមនុស្សថាអាយុច្រើនដែលអាចដឹងថាសម័យកាលមុននាងខ្ញុំធ្វើយ៉ាងម៉េចមុខបុរាណតន់ទេប៉ុន្តែនេះនាងខ្ញុំសួរពីក្បួនធ្វើពីចាស់ហើយចាស់ហ្នឹងគឺនាងខ្ញុំចេះពីម៉ែក្មេករបស់នាងខ្ញុំណាចាឥឡូវនាងខ្ញុំបង្ហាញពីលម្អិតតែម្ដងបងប្អូនឃើញវីដេអូនេះដឹងហើយថាសម័យដើមគេធ្វើបែបណាគ្រាន់តែថាឧបករណ៍មួយចំនួនវាសម័យនេះខ្លះអីខ្លះតែក្បួនធ្វើវិធីធ្វើគឺតាមសម័យដើម 100% តែម្ដងនេះគឺជាអង្ករនេះបងប្អូនយកអង្ករស្រូវចាស់ឲ្យវារឹងណាបានធ្វើនំល្អមិនថាបងប្អូនធ្វើនំអីឲ្យតអង្ករស្រូវចាស់គឺធ្វើទៅឆ្ងាញ់ល្អបានល្អទៀតហើយមានតម្លៃធូរថ្លៃទៀតឥឡូវខ្ញុំមានអង្ករនាងមិញណាស្រូវនាងមិញហ្នឹងអង្ករនាងមិញហ្នឹងពួកសេរីស្រូវចាស់យកអាចាស់បំផុតហើយខ្ញុំដាក់ត្រាំមកព្រឹកខ្ញុំត្រាំម៉ោង7ឥឡូវពេលខ្ញុំធ្វើហ្នឹងគឺធ្វើម៉ោង1ជាងហើយចូលមកកិនណាហើយយើងត្រាំហ្នឹងឥឡូវចាប់ដើមពេលមុនត្រាំហ្នឹងខ្ញុំលាង3 4ទឹកឥឡូវបើពេលត្រាំហ្នឹងខ្ញុំរៀបកិនពេលវារីកល្អហើយខ្ញុំយកមកលាង3 4ទឹកម្សាទៀតឲ្យវាស្អាតណាកុំឲ្យធំក្លិនផ្អួរអង្ករធំអីឲ្យសោះទោះបីវាមានឈ្មោះថាអង្ករស្រូវចាស់ប៉ុន្តែក៏ខ្ញុំត្រូវលាងវាឲ្យស្អាតដែរឲ្យស្អាតទឹកតតែថ្លាចាំយើងយកមកកិនហើយអង្ករនេះខ្ញុំយកចំនួន600ក្រាមព្រោះអីអង្ករហ្នឹង1គីឡូតែ2700ទេបើយកកន្លះគីឡូទៅគេថាពិបាកកាក់សេនអញ្ចឹងណាអញ្ចឹងគេឲ្យខ្ញុំយក1500ហ្នឹងគឺវា6ខាំជាងហ៎តែដាក់ថា6ខាំចុះយើងយកមកលាងវាស្អាតហ្នឹងទៅចាំយើងយកមកកិនថ្ងៃនេះគឺខ្ញុំប្រើត្បាល់បែបបុរាណតែម្ដងណាឥឡូវយើងយកអង្ករមកកិនណាខ្ញុំកិនចិត្តអស់ហើយនេះតាមពិតមិនមែនខ្ញុំកិនទេបងប្អូនគឺប្តីតែឥឡូវដូរដៃគ្នាដោយសារគាត់អ្នកថតខ្ញុំអ្នកកិនម្ដងហើយអង្ករនេះយើងកិន2ដងទី1ទី2បើសិនជាបងប្អូនសម័យឥឡូវទំនើបបងប្អូនអាចជួគេកិនក៏បានឬមួយក៏បងប្អូនអាចយកម៉ាស៊ីនក្លុកយើងហ្នឹងយកមកកិនក៏បានដែរធ្វើមិនឲ្យតែអង្ករហ្នឹងម៉ត់ល្អការយើងជ្រើសយកអង្ករមកកិនខ្លួនឯងជិះគឺឆ្ងាញ់ជាងដែលយើងយកម្សៅស្រាប់យកមកធ្វើព្រោះម្សៅស្រាប់អញ្ចឹងបើយើងទិញប៉ះអង្ករស្រូវចាស់វាអត់អីទេតែបើទិញប៉ះអង្ករស្រូវថ្មីធ្វើអត់ឆ្ងាញ់ទេពាក់ជ្រាយទូដាក់ទឹកតិចប៉ុណ្ណាក៏នៅពាក់ជ្រាយអញ្ចឹងណាកិនបែបនេះណាចាប់ផ្ដើមច្រោះខ្ញុំយកកណាត់របស់ខ្ញុំមកខ្ញុំចាក់ច្រោះវាក្នុងថង់កណាត់ណាច្រោះហើយខ្ញុំសកាត់វានឹងត្បាល់មកយប់ស្អែកឡើងបានខ្ញុំធ្វើទៀតណានេះខ្ញុំសកាត់មកយប់ណាភ្លឺឡើង
nèស្រាយវាមកណាអញ្ចឹងនេះអង្គខ្ញុំវាបានប៉ុណ្ណឹងអញ្ចឹងយើងចាក់វាមកណានៅលើកធុនឬក៏លើក្តារមួយមកយើងយកមកអង្គហ្នឹងមកច្បាច់វាចេញរីសពសិនហើយចាំយើងពូនវាជាដុំអាហ្នឹងខ្ញុំនិយាយតាមខ្ញុំបើសិនចាស់វិញគេអត់និយាយអញ្ចឹងទេគេមានពាក្យរបស់គេអាច្បាច់ហ្នឹងគេហៅអីដូចច្បាច់ម្សៅអញ្ចឹងគេហៅកាច់កម្សៅកាច់កអីអញ្ចឹងណាតែខ្ញុំក្មេងសម័យឥឡូវខ្ញុំនិយាយថាខ្ញុំអត់ចេះទេហើយក្បួនធ្វើនេះខ្ញុំចេះពីម៉ែក្មេកខ្ញុំមកម៉ែក្មេកខ្ញុំពីមុនគាត់អ្នកលក់នំបញ្ចុកគាត់ធ្វើនំបញ្ចុកលក់តែអញ្ចឹងទៅខ្ញុំសួរគាត់ថាហ្នឹងគេធ្វើមិនអញ្ចឹងណាហើយគាត់ប្រាប់ខ្ញុំអញ្ចឹងខ្ញុំធ្វើតាមគាត់មកនេះអាហ្នឹងគឺថាត្រូវតែច្បាច់ម្សៅហ្នឹងឲ្យវារីចូលគ្នាសពចេញអស់សិនហើយបានគេពួនវាចេញជាដុំហើយបានគេយកទៅស្ងោរហ្នឹងគឺថាស្ងោរឲ្យជារបក់ទៅសបកកសាំងអញ្ចឹងណាបកកសាំងចឹងមិនថាយើងស្ងោរអត់ឲ្យវាឆ្អិនទេឆ្អិនខាងក្រៅប្រហែលជា7 8នាទីអញ្ចឹងទៅយើងយកមកបុកវានេះឃើញទេខ្ញុំច្បាច់វាមកអញ្ចឹងហើយខ្ញុំធ្វើតាមក្បួនបុរាណសម័យបុរាណណាខ្ញុំកើតអត់ទាន់គាត់ធ្វើប៉ុន្តែមិនកាត់អត់ទាន់ទេអត់ទាន់បានជួបគាត់នៅពេលដែលគាត់ធ្វើសម្រាប់តែខ្ញុំជួបប្តីគាត់គឺគាត់ជប់លក់ហើយគាត់ជប់លក់បោះដុំបោះអីហើយគាត់ចាស់អញ្ចឹងណាតែនេះយើងសួរគាត់ពីក្បួនគាត់ធ្វើហើយសួរចំអ្នកលក់បោះដុំនំបញ្ចុកទៀតដោយកណាត់ខ្ញុំថ្មីទំដេហើយអញ្ចឹងណាដេហើយលាងឲ្យស្អាតណាបោកឲ្យស្អាតនេះពេលយើងច្បាច់វាឲ្យសព្វអញ្ចឹងហើយចាំយើងពួនវាចេញជាដុំនេះយើងពួនចេញជាដុំចេះណាខ្ញុំសូមប្រើពាក្យពួនណាពួនវាជាដុំមកឲ្យអាណែនអញ្ចឹងណាហើយពេលយើងពួននឹងយើងដាក់ទឹកបដាដាំវាបដាទៅដើម្បីយកម្សៅយើងទៅស្ងោរអត់ស្ងោរឲ្យឆ្អិនទាំងមូលណាស្ងោរលក្ខណៈដូចខ្ញុំនិយាយមិញអញ្ចឹងសបកកសាំងអញ្ចឹងបើសិនជាត្រឹមសបកកសាំងបងប្អូនស្ងោរប្រហែលជា5 ទៅ 8 នាទីណាតាមទំហំបងប្អូនពូននេះម្សៅនេះតាមទំហំហ្នឹងណាអូបើម៉ែក្មេកខ្ញុំវិញគាត់ពូនដុំធំណាព្រោះគាត់ធ្វើអង្គម្ដង10គីឡូ20គីឡូអញ្ចឹងណាគាត់មិនទៅធ្វើអីដូចខ្ញុំ5ខាំអីចេះទេចានេះខ្ញុំធ្វើឲ្យបងប្អូនឃើញណាព្រោះយើងមិនបង្កើតសិប្បកម្មទេយើងធ្វើលក្ខណៈគ្រួសារញ៉ាំនេះយើងស្ងោរវាអញ្ចឹងណាហើយយើងទ្រាប់ស្លឹកចេកអញ្ចឹងបើបងប្អូនអត់មានស្លឹកចេកបងប្អូនមិនទ្រាប់ក៏បានដែរអានេះខ្ញុំធ្វើឲ្យដូចពីដើមមកអញ្ចឹងណាហើយទ្រាប់ស្លឹកចេកហ្នឹងកុំឲ្យវាជាប់បាតឆ្នាំងនេះវាអត់មានអីទេបងប្អូនណាហើយយើងប្រែវាទៅយើងបងប្អូនអ្នកកំណត់នីតិណាប្រហែលជាបើម៉ែក្មេកខ្ញុំក៏អត់កំណត់នីតិទេដោយសារគាត់ចាស់បុរាណណាគាត់អុជធូបវាស់ប្រហែលធូបអញ្ចឹងណាតែខ្ញុំសួរគាត់ទៅគាត់ថាប្រហែលជាទំហំម្សៅប៉ុណ្ណឹងប្រហែលជា5នាទីទៅ7នាទីអីគឺបានហើយអញ្ចឹងណាឥឡូវនេះដល់ម៉ោងណាខ្ញុំដាក់8នាទីឥឡូវយើងស្រង់វាមកដើម្បីយើងយកមកបុកនេះខ្ញុំមានត្បាល់ឈើរបស់ខ្ញុំហ្នឹងទូចប៉ុណ្ណេះបើសម័យដើមវិញត្បាល់របស់គាត់គឺធំណាដល់ថ្នាក់ជន់ណាធ្វើនំបញ្ចុកនេះណាហើយបើសម័យថ្មីនេះគេមានម៉ាស៊ីនវាយដោយសារខ្ញុំអត់មានម៉ាស៊ីនទេអញ្ចឹងខ្ញុំប្រើលក្ខណៈថាបុរាណខ្លះអីខ្លះគាត់ថាធ្វើលក្ខណៈគ្រួសារមិនបុរាណខ្លះទេបុរាណ 100% តែម្ដងគាត់ថាខ្ញុំធ្វើលក្ខណៈគ្រួសារអញ្ចឹងណានេះបងប្អូនឃើញទេពេលវាយបំបែកទៅនេះយើងបានកម្រាស់ហ្នឹងណាឆ្អិនបានប៉ុណ្ណឹងហើយយើងបុកវាបងប្អូនបុកវាម្ដងមួយដុំក៏បានពីរដុំក៏បានយើងបុកវាយវាអញ្ចឹងរហូតណាតតែវារៀងឡើងស្វិតរមួតទៅនំបញ្ចុកយើងស្វិតល្អបើយើងជន់វាឬក៏យើងបុកវាជន់ហ្នឹងមិនយកជើងជន់ទេណាជន់នឹងត្បាល់ណាវាអត់សូវស្វិតអត់បានយូរទេវាអត់សូវស្វិតទេអញ្ចឹងយើងបុកវាយ៉ាងឃើញទេហ្នឹង
នេះបើថាបានកម្លាំងមនុស្សប្រុសជួយតែលឿននេះបងប្អូនគឺយើងបុកឲ្យល្មួតអញ្ចឹងណានេះឃើញទេបើសិនជាបងប្អូនមានម៉ាស៊ីនវិញបងប្អូនបុកវាយម៉ាស៊ីនហ្នឹងណាប្រហែលជា10នាទីអីគឺវាល្មួតល្អហើយតែអានេះខ្ញុំធ្វើដៃអញ្ចឹងវារៀងយូរបន្តិចណាបុកបែកញើសតែម្ដងឥឡូវបុកប៉ុណ្្នឹងបានហើយយើងគៀវាមកយើងទុកម្ដុំយើងបុកតអស់ហើយចាំយើងទៅកាច់កម្សៅបន្តទៀតនេះឃើញទេឡើងស្វិតអញ្ចឹងហ្មងណានេះក្រៅពីយើងបុកវាហើយណាយើងយកម្សៅហ្នឹងមកកាច់កម្សៅឬក៏ឆ្លីវាអញ្ចឹងដើម្បីឲ្យម្សៅហ្នឹងឡើងរលោងហើយស្វិតល្អញ៉េតែឡើងរលោងស្វិតល្អអញ្ចឹងទៅគឺបានហើយណាខ្ញុំញីវាប្រហែលជា4-10នាទីដែរនេះតែប៉ុណ្្នឹងមកឥឡូវខ្ញុំកាច់កម្សៅហើយខ្ញុំលុញម្សៅហ្នឹងប្រប៉ិនពុំបងប្អូនប៉ុណ្ណាបងប្អូនវិញលុញប៉ុណ្ណឹងណានេះខ្ញុំសូមបង្ហាញពីពុំថ្ងៃនេះគឺខ្ញុំប៉ែនណាគេហៅប៉ែនគឺខ្ញុំប្រើប៉ែនបែបនេះណាប៉ែនមានច្រើនម៉ូតច្រើនធឺបងប្អូនអាចជ្រើសរើសតាមតម្រូវការពុកម៉ែបងប្អូនហើយទិញមកហ្នឹងគឺវាមានក្បាលនេះគឺច្រើនប្រហែលជា6ណាឥឡូវខ្ញុំយកអានេះធ្វើបាញ់ស្រុងមិនបានវាធំពេកអានេះធ្វើនៅបញ្ចុកមិនត្រូវណានេះខ្ញុំសាក់ធ្វើឲ្យអស់ហើយណាហើយមានពុំនឹងមួយគឺស្រួលណាអញ្ចឹងយើងប៉ាន់ស្មានវាមកណាខ្ញុំមូវាសិនជាទូទៅគេដាក់នេះមុនបានញាត់ចូលម្សៅណាតែខ្ញុំអត់ទេបត់ពិសោធន៍ខ្ញុំហើយអញ្ចឹងកុំឲ្យពិបាកអញ្ចឹងខ្ញុំមូអាគូតនេះមុនមូតគូនឹងហើយតែពេលម្សៅយើងដាក់ចូលមកសកត់មកគឺស្រួលហ្មងអញ្ចឹងណានេះម្សៅរបស់ខ្ញុំណាយើងដាក់ចូលមកណាយើងដាក់មកពេញមកពុំនឹងមកគឺវាស្រួលនេះឃើញទេសកត់វាមកនេះយើងញាត់វាមកណានេះឃើញទេប៉ណ្ណឹងមកយើងមូក្បាលវាឲ្យជាប់ណាពេលយើងសកត់ធ្លាក់ពុំចូលក្នុងទឹកក្តៅនេះមូឲ្យជាប់អញ្ចឹងមកណានេះឃើញទេហើយពេលហ្នឹងខ្ញុំដាំទឹកហើយណាហើយយើងរវល់មកចេះយើងវិលវាមកសកត់វាទៅទៀតយើងចេញមកនេះឃើញទេឃើញទេចេញប៉ែនមកឃើញទេតោះយើងទៅមើលទឹកយើងដាក់ចូលតែម្ដងមកខ្ញុំដាំទឹកឲ្យពុះទៅពេលពុះហើយខ្ញុំចាប់ដើមបន្ថយភ្លើងហឹមណាបន្ទាប់មកនេះខ្ញុំចាប់ដើមអំបិលពុំខ្ញុំមកសកត់ពុំនឹងចូលហើយពេលយើងពត់សកត់ចឹងយើងត្រៀមទឹកឲ្យហើយនៅក្នុងទឹកត្រជាក់មួយទុកពេលយើងស្រង់នំបញ្ចុករបស់យើងភ្លាមណាដើម្បីឲ្យនំបញ្ចុកហ្នឹងទៅវាឆាប់ត្រជាក់ហើយវាថែមទាំងវាស្វិតឃើញទេស្រួលទេពុកម៉ែបងប្អូនស្រួលណាខ្ញុំអត់ផ្ដាច់ទេព្រោះខ្ញុំចង់បានសរសៃនំបញ្ចុកហ្នឹងវែងអញ្ចឹងខ្ញុំអត់ផ្ដាច់ទេបងប្អូនស្រឡាញ់ប្រវែងណាបងប្អូនធ្វើប្រវែងហ្នឹងទៅហើយមកពុំហ្នឹងក៏វាមិនវែងណាស់ដែរព្រោះបើគេធ្វើពុំម៉ាស៊ីនវិញវែងខ្លាំងណាមកអស់មកចិត្តអស់ហើយយើងធ្វើអញ្ចឹងតអស់ណាតែខ្ញុំធ្វើមកពុំហើយមកពុំគឺខ្ញុំនេះខ្ញុំកាត់វាមកវាអស់ហើយធ្វើមកពុំយើងស្រង់មកពុំណាហើយយើងកូរវាតិចហើយអត់មានដាក់ភ្លើងខ្លាំងទេណាពេលអានេះវាឡើងតែគឺវាឆ្អិនហើយស្រង់នំបញ្ចុកចូលហើយចូលដាក់ចានរបស់យើងឲ្យត្រជាក់ណាមិនឲ្យត្រជាក់ទេស្រង់ហើយយើងដូរទឹកឲ្យបានច្រើនដងដើម្បីឲ្យនំបញ្ចុកឆាប់ត្រជាក់ណាពេលនំបញ្ចុកក្តៅហ្នឹងគឺវាផុយពេលយើងលាងវាហើយយើងកាត់វាជាច្បាយណា
dương ăn 3 4 ទឹកទៅនេះនំបញ្ចុកខ្ញុំធ្វើហើយណាខ្ញុំចាប់ច្រវាយអត់សូវស្អាតទេនេះបងប្អូនឃើញទេនេះសរសៃវានេះជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបងប្អូនគាត់តែឃើញដឹងបាត់ហើយណានាងខ្ញុំមកធ្វើមីម្ដងមីស្រស់មីពងមាន់យើងធ្វើខ្លួនឯងនេះគឺវាមានក្លិនឈ្ងុយតែម្ដងណាអត់ប្រើលក្ខទេយើងប្រើរបស់ធម្មជាតិតែម្ដងណាពុកម៉ែបងប្អូនតោះឥឡូវយើងចាប់ផ្ដើមធ្វើឥឡូវខ្ញុំយកមកថ្លឹងម្សៅមកម្សៅខ្ញុំថ្ងៃនេះខ្ញុំប្រើម្សៅមីបងប្អូនប្រើម្សៅមីក៏បានម្សៅនំប៉័ងក៏បានថ្ងៃនេះខ្ញុំប្រើចំនួន300ក្រាមណាយើងថ្លឹងឲ្យគ្រប់300ក្រាមទៅចាក់អស់មកបន្ទាប់មកទៀតខ្ញុំដាក់អំបិលចូលម្សៅនឹងឲ្យហើយអំបិលនេះកន្លះស្លាបព្រាកាហ្វេមកណាឥឡូវយើងថ្លឹងម្សៅហើយបន្ទាប់មកទៀតយើងចាប់ដើមថ្លឹងជាតិទឹកឬក៏ពងមាន់ថ្ងៃនេះខ្ញុំធ្វើមីពងមាន់អញ្ចឹងខ្ញុំដាក់ថ្លឹងមកយើងខាត់ច្បកចានចេញយើងប្រើពាក្យថាមីពងមាន់តែខ្ញុំប្រើពងទាព្រោះអីប្រើពងមាន់ទៅវាអត់ស្រូវឈ្ងុយដូចពងទាទេអញ្ចឹងខ្ញុំដាក់ពងមាន់ណាពងទាណាយើងថ្លឹងទៅ300យើងប្រើម្សៅ300ក្រាមហ្នឹងយើងប្រើពងទាប្រហែលជា2ទៅ3គ្រាប់ហើយថ្ងៃនេះខ្ញុំប្រើពងទាហើយខ្ញុំលាយជាមួយនឹងម្សៅល្ពៅរបស់ខ្ញុំបើបងប្អូនប្រើពងទាសុទ្ធមីយើងចេញមកហ្នឹងគឺអត់បានលឿងស្អាតដូចអ្នកលក់ទេអ្នកលក់គាត់អាចប្រើជាលក្ខល្មៀតឬលក្ខអាហារតែយើងប្រើនេះខ្ញុំអត់ប្រើលក្ខអាហារទេថ្ងៃនេះគឺខ្ញុំលាយជាមួយនឹងម្សៅបន្លែរបស់ខ្ញុំណាមិនមែនជាលក្ខទេជាម្សៅបន្លែបងប្អូនអាចប្រើលក្ខក៏បានដែរហើយចំពោះបរិមាណដែលយើងប្រើហ្នឹងណាយើងត្រូវថ្លឹងឲ្យម្សៅបន្លែហើយនឹងពងទាហ្នឹងណាស្មើនឹងពាក់កណ្ដាលម្សៅឧទាហរណ៍ថាឥឡូវមិនមែនឧទាហរណ៍ទេឥឡូវហ្នឹងគឺខ្ញុំយកម្សៅមីរបស់ខ្ញុំហ្នឹង300ក្រាមត្រូវទេអញ្ចឹងខ្ញុំត្រូវថ្លឹងសារជាតិទឹកហ្នឹងពងមាន់ពងទាឬក៏ទឹកហ្នឹងលាយជាមួយម្សៅហ្នឹងគឺ150ក្រាមធ្វើមិនធ្វើទៅឲ្យគ្រប់150ក្រាមណាដោយសារពងទារបស់ខ្ញុំវាគ្រាប់ធំណាតែ2គ្រាប់លេងឡើង120ក្រាមជាងបាត់ទៅហើយអញ្ចឹងខ្ញុំមិនអាចដាក់បានមួយទៀតទេណាអញ្ចឹងខ្ញុំលាយជាមួយនឹងម្សៅល្ពៅរបស់ខ្ញុំហ្នឹងដាក់គ្រប់ឲ្យ150ក្រាមទៅញ៉េបងប្អូនអាចដាក់ល្ពៅស្រស់ក៏បានដែរណាដាក់ល្ពៅស្រស់របៀបថាល្ពៅបងប្អូនស្ងោរវាឲ្យឆ្អិនទៅឬក៏បងប្អូនកិនវាទៅហើយចាំមិចលាយជាមួយនឹងពងមាន់ពងទាបងប្អូនណាយើងយកមកយើងកូរវាយើងកូរឲ្យម្សៅហ្នឹងជាមួយនឹងពងទាហ្នឹងវារលាយចូលគ្នាសព្វចាំយើងចាក់ចូលម្សៅណាឥឡូវខ្ញុំចាក់ម្សៅហ្នឹងចូលមកក៏ត្រង់មកណាដោយសារវាក្រវាយើងវាយវាទៅវាក្រនេះវាគ្រាប់វាក្រម៉ត់ណាអញ្ចឹងយើងចាក់វាចេះមកណាយើងកូរវាឲ្យម៉ត់អស់ណាកុំឲ្យម្សៅមីយើងហ្នឹងវាកក់ដុំវាអត់ស្អាតវាអត់ល្អនេះខ្ញុំយកចង្កឹះវាមកកូរវាមកណាចាំយើងច្បាច់ដៃយើងកូរវាអញ្ចឹងឃើញទេទឹកប៉ុណ្ណឹងយើងអត់ថែមទៀតទេណាមកម៉ៃឃើញទេយើងចង្កឹះទៅវាជាប់ម្សៅតិចយើងស្រួលច្បូតវាចេញចឹងមកចាំយើងរួចរាល់ហើយយើងប្រើដៃអាហ្នឹងបាច់ពាក់ស្រោមដៃទេច្បាច់អត់កើតទេពាក់ស្រោមដៃទេបងប្អូនឃើញទេម្សៅជាប់តែប៉ុណ្្នឹងទេវាស្រួលហើយបើបងប្អូនដាក់ទៅវាមិនសូវលឿងបងប្អូនអាចប្រើម្សៅល្មៀតក៏បានដែរបើបងប្អូនអត់ប្រើម្សៅល្ពៅហ្នឹងហើយនេះឃើញទេច្បាច់វាមកឃើញទេយើងច្បាច់វាឲ្យសព្វមកនេះយើងច្បាច់វាទៅជាសភាពបែបនោះជាដុំណាហើយធនយើងគឺវាអត់មានជាប់អីទេវាបើសិនជាមានជាប់បងប្អូនកោសវាបើអញ្ចឹងវាចូលនឹងអាសាច់មីរបស់យើងហ្នឹងគឺវាអត់ស្មូតល្អវាតឹងដៃពេកអញ្ចឹងខ្ញុំដាក់ចូលក្តារមកណាប្រើដៃពីរហើយការឆ្លេញវាហ្នឹងគឺយើងប្រើបាតដៃអីមិនបាតដៃទេថ្លើមដៃសុំទោសបងប្អូននិយាយខុសឥឡូវហ្នឹងវាប្រជុំកម្លាំងណា
Chẳng dương vi tăng kháng à cái nhé dương nhi vi căn là khángจะใส่มีบ่យើងកាន់តែស្វិតហើយខ្ញុំធ្វើមីថ្ងៃនេះគឺខ្ញុំធ្វើមីបែបធម្មជាតិណាយើងគឺយើងអត់ប្រើទឹកក្បងទឹកអីទេឲ្យវាស្វិតអីអត់ទេណាគឺធ្វើបែបនេះវាសុខភាពហើយវាឆ្ងាញ់ដែរមិនអត់ឆ្ងាញ់ទេណាគឺវាស្វិតដូចគ្នាគ្រាន់តែថាយើងញីវាកាន់តែយូរកាន់តែស្វិតនេះយើងច្បាច់ឲ្យវាឡើងសភាពរលោងចេះនេះបងប្អូនឃើញទេឡើងរលោងចឹងមកណាវាមិនរលោងស្រិលទេព្រោះឥឡូវវាតឹងណាវាតឹងមែនតែនបងប្អូនណានេះបើបងប្អូនមានម៉ាស៊ីនវាយវាហត់តែល្អណាឥឡូវយើងពេលវាឡើងសភាពអញ្ចឹងហើយចាំយើងផ្អាប់វាទុកផ្អាប់វារុំយកអាថង់ផ្លាស្ទិកនេះយើងរុំវាផ្លាស្ទិកណាទុកកន្លះម៉ោងសិននេះបងប្អូននេះតតឡងចេះហ៎ឃើញទេអាឡងបែបហ្នឹងណាអាឡងបែបហ្នឹងមកនេះខ្ញុំដាក់ចូលក្នុងផ្លាស្ទិករបស់ខ្ញុំមកផ្អាប់ទុកវាកន្លះម៉ោងបងប្អូនកន្លះម៉ោងក៏បាន1ម៉ោងក៏បានបើមានពេល1ម៉ោងអីក៏បានដែរអត់បញ្ហាទេណាអាប់ចឹងទៅទៀតមកសន្ទុះមីម្សៅរបស់យើងហ្នឹងវាឡើងទន់ជាងមុនណាឃើញទេកុំចំហខូចវាស្ងួតខូចម្សៅអស់យើងដាក់នៅក្នុងកធនហ្នឹងទៅនេះខ្ញុំទុកឲ្យកន្លះម៉ោងណាអញ្ចឹងសាច់ម្សៅរបស់យើងវារៀងទន់ជាងមុនហើយនេះទន់ជាងមុនអញ្ចឹងយើងយកមកញីវាម្សាទៀតណានេះខ្ញុំយកមកដាក់ក្តារទុករបស់ខ្ញុំហ្នឹងខ្ញុំជូតស្អាតហើយនេះគឺជាម្សៅពោតណាយើងដាក់នេះហើយម្សៅហ្នឹងខ្ញុំកាត់វាចេញជា4ដុំចេញជា4ដុំចឹងទៅយើងស្រួលញីវាហើយម៉ាស៊ីនរបស់ខ្ញុំវាខ្នាតតូចម៉ាស៊ីននេះមិនមែនប្រើម៉ូទ័រទេគឺម៉ាស៊ីនល្វីដៃដូចគ្នាប្រើគាត់ថាយើងកាត់បន្ថយនឹងការយើងប្រើកម្លាំងខ្លះនេះឃើញទេដុំមកយើងញីម្សៅនឹងទៀតណាញីម្សៅវាទៀតមកយើងដាក់វាតិចមកណាយើងកុំប្រើម្សៅមីយើងបើយើងប្រើម្សៅមីទៀតម្សៅមីហ្នឹងវាជ្រាបចូលទៅក្នុងសាច់ម្សៅមីរបស់យើងនេះទៀតអញ្ចឹងវាជ្រាបចូលក្នុងអាម្សៅពណ៌លឿងហ្នឹងវាធ្វើឲ្យម្សៅហ្នឹងវារឹងទៅរឹងណាវាចូលទៅវាលើសបរិមាណដែលយើងស្មានរង្វាស់របស់យើងដាក់ទឹកដាក់អីហើយអញ្ចឹងណាយើងសកាត់វាឲ្យវាទូចបន្តិចសិនណាឲ្យវាស្ដើងបន្តិចចាំយើងញាត់ចូលម៉ាស៊ីនកិននេះម៉ាស៊ីនរបស់ខ្ញុំណាកន្លែងនេះយើងកិនយកតែប៉ែតកន្លែងនេះយើងកិនយកជាសរសៃមីតូចនិងធំហើយវាមានកន្លែងនេះដាក់លេខរបស់វាអញ្ចឹងយើងកិនដំបូងគឺយើងសេរីវាគឺលេខ0សិនណាបន្ទាប់មកខ្ញុំដាក់ម្សៅនឹងកិនចូលកន្លែងលេខ0នេះខ្ញុំកិនវា2ដង3ដងអីអញ្ចឹងណានេះធ្លាក់ចុះមកនេះទៅជាសរសៃមីបែបនេះឃើញទេតោះសរសៃមីទេវានៅជាប្រទេសបែបនេះបន្ទាប់មកខ្ញុំបត់វាចេះខ្ញុំបត់វាមកណាខ្ញុំដាក់កិនវាម្សាទៀតបន្ទាប់មកយើងលាបមកចំហៀងសងខាងណាម្សៅពោតហ្នឹងយើងដាក់តិចបានអត់ច្រើនទេណានេះកុំឲ្យវាជាប់ណាឃើញទេចាបែបនេះមកតែប៉ុណ្្នឹងមកបន្ទាប់មកខ្ញុំយកកបិតតម្រឹមវាតម្រឹមព្រោះខ្ញុំចង់បានយើងបងប្អូនមកតម្រឹមក៏បានដែរគាត់ថាខ្ញុំចង់បានសរសៃមីមកវាស្អាតហ្មងណាបងប្អូនថាអូយមិនទេខ្លីវែងក៏បានដែរអត់អីទេបានណាហើយបងប្អូនកិនទៅកម្រាស់ដែលបងប្អូនចង់បាននេះឃើញទេខ្ញុំ
ខ្ញុំកិនត្រឹមលេខ4ណាទុកខ្ញុំវាខ្លីពេកចាកាត់ចឹងមកណាអ្នកឃើញទេនេះខ្ញុំធ្វើបាន2 3ប្រទេស2ប្រទេសហើយអ្នកឃើញទេយើងអាចបត់វាទុកអញ្ចឹងសិនក៏បានបងប្អូនធ្វើម្ដងទាំងអស់ក៏បានឬក៏ចាំហើយទាំងអស់ចាំកាត់វាក៏បានដែរណាយើងដាក់វាអញ្ចឹងហើយយើងធ្វើមួយទៀតអានេះជាកតិចវាយើងទុកសិនណាយើងកាត់វាស្មើមកយើងលុញអញ្ចឹងរហូតដល់អស់ណាយើងវាឥឡូវខ្ញុំចាប់ផ្ដើមមកកិនកាត់វាជាកំណាត់ណាជាសរសៃនេះខ្ញុំធ្វើសរសៃទូចសិនអញ្ចឹងយើងដាក់មកណាឃើញទេបងប្អូនវាចេញមកឃើញទេនេះបើបងប្អូនកិនថាវាវែងបងប្អូនស្រឡាញ់ប៉ុណ្ណាបងប្អូនកាត់ផ្ដាច់វាត្រឹមហ្នឹងតែខ្ញុំកាត់វាជុំនេះមកណានេះឃើញទេបានប៉ុណ្ណឹងណាយើងដាក់វាមួយត្រង់វែងមកមិនផ្ដាច់ទេព្រោះខ្ញុំមិញគាត់ថាផ្ដាច់តែឥឡូវវាខ្លីដែរវាមិនធំណាស់វាមិនវែងណាស់ណាដាក់មកណាឃើញទេយើងបានសរសៃមីមួយឡើងស្អាតតែម្ដងបងប្អូនឃើញទេអាចខ្លាំងណានេះយើងកាត់ហើយភ្លាមយើងអាចទុកយូរណាបើទុកយូរបងប្អូនត្រូវវាស្អិតចូលអញ្ចឹងយើងដាក់ម្សៅពោតមកយើងច្បល់ឃើញទេយើងច្បល់វាតិចមកហើយបើសិនជាបងប្អូនទុកឆ្លងថ្ងៃដាក់វារៀងច្រើនមកឃើញអ្នកលក់ក៏ដាក់ច្រើនទេណាបើវាទុកយូរយើងដាក់មកច្រើនបើថាយើងទុកតែមួយផ្លេតទេយើងលាបម្សៅហ្នឹងតិចមកបានហើយបន្ទាប់មកយើងទៅវិញវាមកណាឃើញទេយើងទៅវិញវាទៅតាមដែលយើងចង់បានទំហំប៉ុណ្ណាហើយខ្ញុំរៀបដាក់ចូលក្នុងកញ្ច្រែងសិនមកនេះឃើញទេបងប្អូននេះខ្ញុំធ្វើអានប៉ុណ្ណឹងណានេះយើងធ្វើរួចរាល់ហើយណាធ្វើមួយផ្លែតទេបងប្អូនដោយសារយើងមានម៉ាស៊ីនអីចឹងណាហើយបើបងប្អូនអត់មានម៉ាស៊ីនបងប្អូនកាត់ឲ្យដៃក៏បានដែរគ្រាន់តែកាត់មកឲ្យដៃគឺវាអត់ស្មើគ្នាវាមិនស្អាតដូចម៉ាស៊ីនទេបងប្អូនប៉ុន្តែញ៉ាំបានដូចគ្នាឆ្ងាញ់ដូចគ្នាហើយគ្រាន់ប្រើម៉ាស៊ីនវាស្អាតហើយវាលឿនណែឃើញទេឆ្អិនរួចរាល់ហើយណែឃើញទេអូឆ្អិនរួចរាល់ធ្វើរួចរាល់ហើយឥឡូវមីរបស់ខ្ញុំដល់ទីបញ្ចប់ហើយណាពុកម៉ែបងប្អូនសាក់ធ្វើទៅធ្វើខ្លួនឯងគឺសុខភាពឲ្យថ្មីឈ្ងុយតែម្ដងឃើញទេតោះឥឡូវវីដេអូនេះខ្ញុំបញ្ចប់ត្រឹមហ្នឹងជួបគ្នានៅវីដេអូថ្មីក្រោយតែកុំភ្លេចណាមីនេះខ្ញុំមកជាមួយនឹងទឹកស៊ុបទឹកស៊ុបនេះខ្ញុំធ្វើទឹកស៊ុបសរសៃគោឃើញទេបងប្អូនធ្វើទឹកស៊ុបគោក៏បានស៊ុបមាន់ក៏បានស៊ុបអីក៏បានបងប្អូនចង់ញ៉ាំណាយកទៅឆាក៏បានដែរតោះឥឡូវនាងខ្ញុំគ្រប់លាចាំជួបគ្នានៅវីដេអូ full តែម្ដងវីដេអូពេញជាមួយនឹងទឹកស៊ុបណា